បាទសូមជម្រាបសួរដល់ប្រិយមិត្តដែលកំពុងតាមដានទស្សនានៅក្នុងវីដេអូនេះនៅថ្ងៃដែលខ្ញុំបាទនឹងលើកយកនៅប្រវត្តិប្រាសាទមួយទៀតដែលជាប្រាសាទរបស់ប្រទេសកម្ពុជាយើងពីជំនាន់អតីតកាលតែឥឡូវនេះគឺបានស្ថិតនៅក្នុងប្រទេសថៃទៅហើយនោះគឺប្រាសាទភ្នំរុងបាទដូច្នេះសូមប្រិយមិត្តមកស្ដាប់និងទស្សនាជាមួយខ្ញុំបាទដូចតទៅនៅពេលដែលយើងធ្វើដំណើរចេញពីទីរួមខេត្តបូរីរំឆ្ពោះទៅកាន់ប្រាសាទភ្នំរុងដែលស្ថិតនៅលើកំពូលភ្នំភ្លើងមួយដែលរលត់កាលពី1លានឆ្នាំមុនក្រោយពីឆ្លងផុតកម្មចណ្ដាលជាថ្នាក់ដែលបង្កាន់ដៃមានរូបនាគយើងនឹងឃើញប្រាសាទសិលាមួយដ៏ស្កឹមស្កែងលេចធ្លោឡើងនៅចំពីមុខហាក់បីដូចជាភ្នំសុមេរុមួយដ៏ធំសម្បើមគួរឲ្យស្ញប់ស្ញែងដ៏អស្ចារ្យនៅលើទេវស្ថានឆ្ងាយផុតពីទុក្ខរួយទាំងឡាយនៃលោកីមូលហេតុដែលធ្វើឲ្យប្រជាជនដើមកំណើតខ្មែរក្នុងភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្នជាពិសេសចាស់ចាត់ទុកថាប្រាសាទខាងលើនេះគឺជាវត្ថុស័ក្តិសិទ្ធិដោយជារៀងរាល់ឆ្នាំនៅថ្ងៃពេញបរមី500ខែមេសាទ្វារទាំង15នៃប្រាសាទនេះទទួលបាននៅកាំរស្មីនៃព្រះអាទិត្យចែងចាំងព្រមគ្នាគួរឲ្យស្ញប់ស្ញែងដ៏អស្ចារ្យប្រាសាទភ្នំរុងជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងរវាងឆ្នាំសតវត្សទី10និងទី13ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូវៀតអាម៉ាន់ទី2តាមរចនាបថខ្មែរនិងយកលំនាំតាមប្រាសាទបាខែងនិងរចនាបថប្រាសាទបាយ័នបានត្រង់ជាមួយនេះខ្ញុំបានសូមបញ្ជាក់បន្តិចពាក្យថារងនេះគឺមានន័យថាធំខេត្តបូរីរំកាលពីអតីតកាលគឺស្ថិតនៅក្នុងប្រទេសកម្ពុជាយើងមុនសម័យលង្វែកបច្ចុប្បន្នគឺស្ថិតនៅក្នុងខេត្តបូរីរាមនៃប្រទេសថៃប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះធ្វើឡើងដោយថ្មភក់និងថ្មបាយក្រៀមបែរមុខទៅទិសខាងកើតដែលមានជណ្ដើរចាប់ពីជើងភ្នំរហូតដល់តួប្រាសាទមានជណ្ដើរ3ជាន់ពីក្រោមឡើងមកលើរាងជាសាជីធំក្រោមតូចលើអមដោយរូបនាគជណ្ដើរនាគអមដោយបង្គោលសីមានិងស្រះទឹកមួយគូអមសងខាងខ្លោងទ្វារចូលទៅកាន់ប្រាសាទនាគក្បាល5មាន2គូនៅអមសងខាងខ្លោងទ្វារច្រកចូលទៅកាន់ប្រាសាទឆ្មាំការពារខ្លោងទ្វារមាន2នាក់តែឥឡូវនៅសល់តែប្រអប់ជើងប៉ុណ្ណោះគូបរៈទី5នៃខ្លោងទ្វារចូលមានរាងជាកាកបាទនៅខាងស្ដាំដៃនៅខាងស្ដាំដៃនៃគូបរៈទី5មានរោងព្រះទេវវិនិច្ឆ័យឬជាកន្លែងពេទ្យមុនផ្លូវទៅកាន់គោបរៈទី4មានអមទៅដោយសត្វនាគក្បាល52គូសណ្ដោខ្លួនអមផ្លូវចូលទៅកាន់ប្រាសាទគោបរៈទី4មានរាងជាកាកបាទដូចទៅនឹងគោបរៈទី5ដែរតែខុសគ្នាគ្មានរោងវិនិច្ឆ័យនៅខាងជើងជណ្ដើរទេ5ជាន់ឡើងទៅកាន់កំពែងនៃតួប្រាសាទដែលជាគោបរៈទី3ជណ្ដើរព័ទ្ធនាគមាននាគក្បាល5រួតព័ទ្ធកន្ទុយគ្នាធ្វើជាសេនាអមជណ្ដើរច្រកចេញចូលទាំង4នៃប្រាសាទទម្រជណ្ដើរច្រកទ្វារចូលទៅកាន់ប្រាសាទមាន3ជាន់ជណ្ដើរមាន3កាំមានថាសទម្រមួយដែលធ្វើក្តោបតួប្រាសាទសសរពេជ្រ4ដើមជ្រងតួប្រាសាទផ្នែកខាងមុខនៅចំកណ្ដាលនៃតួប្រាសាទមានតម្កល់នៅសិវលិង្គនិងជើងទម្រលិង្គយោនី បាទ
អរគុណដល់ប្រិយមិត្តដែលតាមបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រិយមិត្តថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត